រំសួស្តីបងប្អូនអរគ្នាថ្ងៃនេះជាថ្ងៃទី2របស់ពួកយើងផងដែរនៅប្រទេសវៀតណាមហើយឥឡូវនេះដែរពួកយើងបានមកដល់ទីក្រុងហាណូយហើយព្រឹកនេះពួកយើងកំពុងតែរៀបចំដើម្បីបន្តដំណើរពីហាណូយទៅសាប៉ាហ្នឹងហើយបងប្អូនអរគ្នាដូចបាននិយាយខាងដើមអញ្ចឹងព្រឹកនេះពួកយើងនឹងរៀបចំចេញដំណើរពីហាណូយទៅសាប៉ាឥឡូវយើងប្រមូលអីវ៉ាន់ចេញពីស្ថានភាពអស់ហើយយើងក៏បន្តដំណើរតាមរយៈតាក់ស៊ី Grab ដើម្បីឆ្ពោះទៅកាន់បេឡានក្រុងសម្រាប់ទីតាំងបេឡានគឺនៅចម្ងាយឆ្ងាយពីកន្លែងដែលយើងស្នាក់នៅប្រហែលជា7ទៅ8គីឡូMấy giờ ai kì? Ice black coffee Ice black coffee. yeah One ice with mint and one ice black. yeah Ok. Bát còn bát kia đây chưa xong đâu. Cái này 5 bát rồi. សួស្តីអ្នកនរគ្នាឥឡូវនេះពួកយើងបានមកដល់បេឡានក្រុងទៅសាប៉ាហើយឥឡូវនេះយើងមកញ៉ាំអីមួយផ្លែសិនមុនយើងចេញដំណើរទៅកាន់សាប៉ាសម្រាប់ការធ្វើដំណើរខ្ញុំធ្វើដំណើរតាមរយៈឡានក្រុងរបស់ក្រុមហ៊ុន Interbus Line ដែលយើងកក់សំបុត្រតាមរយៈ app Klook ហើយបើតាមខ្ញុំចាំតម្លៃសំបុត្រម្នាក់ដូចជាចន្លោះពី$9ទៅ$11ឥឡូវនេះម៉ោងប្រហែលជា12កន្លះហើយអ្នកនរគ្នាឡានក្រុងក៏ចាប់ផ្ដើមចេញដំណើរផងដែរថ្ងៃដែលពួកយើងធ្វើដំណើរនេះគឺជាថ្ងៃទី31ដែលជាថ្ងៃឆ្លងឆ្នាំនៅហាណូយនេះគេរៀបចំកម្មវិធីឆ្លងឆ្នាំធំមែនតើប៉ុន្តែពួកខ្ញុំអត់បានឲ្យឆ្លងនៅហ្នឹងទេពួកខ្ញុំទៅឆ្លងនៅសាប៉ាតែម្ដងសម្រាប់ការធ្វើដំណើរពីហាណូយទៅសាប៉ានេះចម្ងាយផ្លូវប្រហែលជា300គីឡូបងប្អូនកំឡុងពេលធ្វើដំណើរយើងបានជួបឧបសគ្គដ៏ធំមួយគឺឈឺបាត់ជើងទុំមូលហេតុដោយសារតែខ្ញុំផឹកកាហ្វេដល់អញ្ចឹងយើងឡើងឡានមកឡានគេអាចឈប់បានអញ្ចឹងត្រូវធំតដល់ចំណតបានគេឈប់ឲ្យយើងវាជាបទពិសោធន៍មួយដែលយើងចងចាំមិនអាចភ្លេចបាននៅតាមផ្លូវគេមានចំណតតែ2ទេបងប្អូនអរគ្នាឥឡូវនេះយើងបានមកដល់ចំណតទី2ហើយឥឡូវនេះគឺយើងបានមកដល់បេឡាននៅសាប៉ាហើយអ្នកនរគ្នាហើយកំពុងតែរៀបចំដើម្បីហៅតាក់ស៊ីទៅកាន់ផ្ទះសំណាក់យើងមកដល់នេះម៉ោងប្រហែល7យប់ដោយសារតែស្ថានភាពផ្លូវនៅសាប៉ានេះគឺជាតំបន់ភ្នំអញ្ចឹងផ្លូវដែលឡើងមកគឺត្រូវបត់បែនច្រើនមកដល់សាប៉ានេះអាកាសធាតុត្រជាក់ខ្លាំងដល់អញ្ចឹងហើយមេឃចុះអាប់នឹងធ្លាក់សើមដូចមេឃភ្លៀងអញ្ចឹងតើស្រួលបួលលូឥឡូវពួកយើងបានមកដល់ផ្ទះសំណាក់ហើយផ្ទះសំណាក់នេះឈ្មោះថា D Home ដែលពួកយើងបានធ្វើការកក់តាមរយៈ app trip.com សម្រាប់តម្លៃប្រហែលជា$16ទៅ$17ក្នុងមួយយប់ផ្ទះសំណាក់គេអត់ប្រើមនុស្សឲ្យធ្វើការទេអ្នកនរគ្នាតាមរយៈការបើកទ្វារគឺយើងត្រូវការ scan នៅកាតហើយមុននឹងបានកាតហ្នឹងគឺយើងត្រូវត្រាក់តំណងតាមរយៈ WhatsApp ទៅកាន់អ្នកគ្រប់គ្រងផ្ទះគេផងដែរទៅគេផ្ញើកាតនិង QR code មកឲ្យយើងសួស្តីអ្នកនរគ្នាឥឡូវនេះយើងបានមកដល់សា
ហើយឥឡូវនេះដែរពួកយើងកំពុងតែដើរទៅរកកន្លែងញ៉ាំអីសម្រាប់អាហារពេលល្ងាចថ្ងៃនេះពួកយើងបានបាយឆាមកវៀតណាម2ថ្ងៃទើបតែញ៉ាំបាយបាន2ដងទេក្រៅពីនោះគឺសុទ្ធតែ phở និងកាទៀវតែយើងមកមើលទិដ្ឋភាពផ្សេងនៅបរិវេណ Sun World Plaza កន្លែងនេះគេអាំងភ្លើងអ្នកនរគ្នាដោយសារតែអាកាសធាតុត្រជាក់ជាងគេមានរៀបចំកន្លែងឲ្យយើងអាំងភ្លើងហើយយើងក៏ដើរមកកាន់កន្លែងឆាកតន្ត្រីដែលគេនឹងរៀបចំឆ្លងឆ្នាំនៅពេលបន្តិចទៀតនេះអ្នកនរគ្នាឥឡូវនេះកម្មវិធី count on ចាប់ផ្ដើមហើយតោះយើងរាប់ថយក្រោយទាំងអស់គ្នាកម្មវិធី count on បានបញ្ចប់ហើយបងប្អូនអរគ្នាសួស្តីឆ្នាំថ្មីឆ្នាំ2025ហើយក៏អរគុណបងប្អូនអរគ្នាដែលបានទស្សនាជួបគ្នានៅវីដេអូក្រោយដែលពួកយើងនឹងទៅកន្លែងពិសេសៗដែលមាននៅសាប៉ាននេះ